តើអ្នកធ្លាប់ជួបបញ្ហាក្នុងការប្រើប្រាស់កិរិយាសព្ទ to be នៅក្នុងភាសាអង់គ្លេសដែរឬទេកុំបារម្ភនៅថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកអំពីវិធីសាស្ត្រក្នុងការប្រើប្រាស់កិរិយាសព្ទ to be ជាមួយនឹងការទាំងអស់យ៉ាងងាយស្រួលនិងច្បាស់លាស់នៅចុងបញ្ចប់នៃវីដេអូនេះអ្នកនឹងអាចប្រើប្រាស់កិរិយាសព្ទ to be បានយ៉ាងត្រឹមត្រូវនិងនិយាយភាសាអង់គ្លេសបានយ៉ាងច្បាស់លាស់ដូច្នេះសូមនៅជាមួយនឹងខ្ញុំតោះយើងចាប់ផ្ដើមការប្រើប្រាស់កិរិយាសព្ទ to be នៅក្នុងកាលផ្សេងក្នុងភាសាអង់គ្លេសរៀនអំពីរបៀបនៃការប្រើប្រាស់ verb to be នៅក្នុងកាលផ្សេងគ្នាយ៉ាងងាយស្រួលហេតុអ្វីបានជាកិរិយាសព្ទ to be សំខាន់កិរិយាសព្ទ to be គឺជាកិរិយាសព្ទមួយដ៏ពេញនិយមបំផុតក្នុងការប្រើក្នុងភាសាអង់គ្លេសប្រើកិរិយាសព្ទ to be ដើម្បីពិពណ៌នាទីកន្លែងក្នុងកាល passive voice ហើយនឹងកាលផ្សេងជាច្រើនទៀតឧទាហរណ៍ She is a teacher they are happy 1ការប្រើប្រាស់ verb to be នៅក្នុងបច្ចុប្បន្នកាលធម្មតាឧទាហរណ៍ក្នុងប្រយោគស្រប I am happy she is a student they are here នៅក្នុងប្រយោគបដិសេធ I am not happy she isn't a student នៅក្នុងប្រយោគសំណួរ yes ហើយនិង no Am I happy is she a student 2ប្រើប្រាស់នៅក្នុងអតីតកាលធម្មតាឧទាហរណ៍ប្រយោគស្រប I was at home she was tired they were late នៅក្នុងប្រយោគបដិសេធ I wasn't at home she wasn't tired នៅក្នុងប្រយោគសំណួរ yes and no Was I at home were they late 3នៅក្នុងអនាគតកាលឧទាហរណ៍ I will be a teacher she will be here soon ប្រយោគបដិសេធ I won't be a teacher she won't be here ប្រយោគសំណួរ yes and no Will I be a teacher will she be here 4នៅក្នុងបច្ចុប្បន្នកាលធម្មតាកំពុងបន្តឧទាហរណ៍នៅក្នុងប្រយោគស្រប I am studying now she is working they are playing soccer នៅក្នុងប្រយោគបដិសេធ I am not studying she isn't working នៅក្នុងប្រយោគសំណួរ yes and no Am I studying is she working 5នៅក្នុងអតីតកាលកំពុងបន្តឧទាហរណ៍ប្រយោគស្រប I was watching TV she was reading they were talking នៅក្នុងប្រយោគបដិសេធ I wasn't watching TV she wasn't reading នៅក្នុងប្រយោគសំណួរ yes and no
Was I watching TV Were they talking 6នៅក្នុងអនាគតកាលកំពុងបន្តឧទាហរណ៍ប្រយោគស្រប I will be working She will be traveling នៅក្នុងប្រយោគបដិសេធ I won't be working She won't be traveling នៅក្នុងប្រយោគសំណួរ Yes and no Will I be working Will she be traveling 7នៅក្នុងប្រយោគបច្ចុប្បន្នកាលធម្មតាបរិបូរណ៍កំពុងបន្តឧទាហរណ៍នៅក្នុងប្រយោគស្រប I have been waiting She has been studying នៅក្នុងប្រយោគបដិសេធ I haven't been waiting She hasn't been studying នៅក្នុងប្រយោគសំណួរ Yes and no Have I been waiting Has she been studying 8នៅក្នុងអតីតកាលបរិបូរណ៍កំពុងបន្តឧទាហរណ៍នៅក្នុងប្រយោគស្រប I had been working She had been studying នៅក្នុងប្រយោគបដិសេធ I hadn't been working She hadn't been studying នៅក្នុងប្រយោគសំណួរ Yes and no Had I been working Had she been studying 9នៅក្នុងអនាគតកាលបរិបូរណ៍កំពុងបន្តឧទាហរណ៍ប្រយោគស្រប I will have been working She will have been studying នៅក្នុងប្រយោគបដិសេធ I won't have been working She won't have been studying នៅក្នុងប្រយោគសំណួរ Yes and no Will I have been working Will she have been studying 10នៅក្នុង passive voice ឧទាហរណ៍ប្រយោគស្រប The book is written The house was built The project will be finished នៅក្នុងប្រយោគបដិសេធ The book isn't written The house wasn't built នៅក្នុងប្រយោគសំណួរ Yes and no Is the book written Was the house built លំហាត់អនុវត្តចូលបំពេញចន្លោះ 1. She at the park now A will be B. They happy yesterday are will be 3. I studying when you call am will be ឥឡូវនេះអ្នកដឹងអំពីការប្រើប្រាស់កិរិយាសព្ទ to be ជាមួយនឹងកាលផ្សេងៗសូមធ្វើប្រយោគដោយខ្លួនឯងនៅក្នុង comment ខាងក្រោមវីដេអូនេះខ្ញុំនឹងពិនិត្យនិងជួយកែលម្អកុំភ្លេចចុច like subscribe និងសញ្ញាកណ្ដឹងដើម្បីកុំឲ្យខកខាននៅមេរៀនថ្មីៗប្រសិនបើវីដេអូនេះមានប្រយោជន៍សូមចែករំលែកជាមួយនឹងមិត្តភ័ក្តិរបស់អ្នកបន្តអនុវត្តបន្តបង្កើនជំនាញហើយខ្ញុំនឹងជួបអ្នកនៅក្នុងវីដេអូក្រោយៗទៀតសូមអរគុណ